មេរៀនជីវិតមនុស្សល្អព្រោះចេះទូមានខ្លួនមនុស្សខ្លះសិក្សាចំណេះដឹងទូទៅបានច្រើនក៏ពិតមែនតែมันបានវឹកហាត់អប់រំទូមានខ្លួនទើបប្រមាថក្នុងការធ្វើការនិយាយនិងការសម្ដែងចេញផ្សេងទៀតការធ្វើការនិយាយនិងការសម្ដែងចេញផ្សេងទៀតរបស់មនុស្សគឺជាការប្រាប់ឲ្យដឹងដល់ការអប់រំទូមានខ្លួនមិនមែនប្រាប់ពីការសិក្សានៅចំណេះដឹងផ្សេងនោះទេមនុស្សយើងបើមិនវឹកហាត់អប់រំទូមានខ្លួនឯងហើយទោះជាអ្នកណាក៏ដោយក៏មិនអាចមកបង្វឹកឲ្យទៅជាមនុស្សល្អបានដែរប្រៀបដូចជាអ្នកពូកែបើកបររថយន្តថាបើរថយន្តខូចទៅហើយនោះនឹងបើកបរយ៉ាងដូចម្ដេចទៅ 2. ធ្វើល្អបានល្អអ្នកណាដឹងអ្នកណាឃើញឬមិនដឹងមិនឃើញក៏ដោយអ្នកណាសរសើរឬមិនសរសើរក៏ដោយបានលៀបបានយុះឬអត់ក៏ដោយសេចក្តីល្អគឺជាការងារដែលត្រូវតែធ្វើព្រោះសេចក្តីល្អគឺជារង្វាន់ដ៏ពិសេសដែលអ្នកធ្វើល្អត្រូវបានទទួលទាន់ពេល 3. បានប្រាក់ខែតែជីវិតត្រូវអស់30ថ្ងៃមានមនុស្សច្រើនអ្នកណាស់ដែលធ្វើការមានប្រាក់ខែហើយតែងតែទន្ទឹងរង់ចាំថ្ងៃដាច់ខែដើម្បីនឹងបានបើកប្រាក់នៅក្នុងសេចក្តីនេះគេមិនបានគិតដល់ជីវិតដែលត្រូវបាត់បង់ទៅអស់30ថ្ងៃនោះទេជីវិតកាន់តែខិតជិតទៅរកសេចក្តីស្លាប់ឬសេចក្តីស្លាប់កាន់តែខិតចូលមកចិត្តបានប្រាក់មកមែនតែជីវិតត្រូវរបេះខាតជីវិតថ្លៃពេកពន្ធមហាសេដ្ឋីមហាមូលធនក៏គ្មានអ្វីធានាជីវិតខ្លួនបានដែរដល់ពេលស្លាប់គឺស្លាប់ហើយប្រសិនបើធានាបានដោយទ្រព្យអ្នកមានទ្រព្យមិនព្រមស្លាប់ឡើយដូច្នេះជីវិត30ថ្ងៃមិនមែនមានតម្លៃស្មើនឹងប្រាក់ខែនោះទេអ្នកមានបញ្ញាក៏បីសន្សំនៅប្រយោជន៍ទុកដាក់ក្នុងចិត្តសន្តានទើបបានមិនខាតនៅជីវិតដ៏មានតម្លៃនេះ 4. មើលធម្មជាតិក្នុងការសិក្សាបើយើងចេះគិតទាំងមនុស្សល្អទាំងមនុស្សអាក្រក់សុទ្ធតែទុកជាគ្រួរបស់យើងបានទាំងអស់មនុស្សល្អគឺជាតួយ៉ាងឲ្យយើងឃើញថាយ៉ាងនេះល្អគួរបដិបត្តិតាមចំណែកមនុស្សអាក្រក់បានទទួលផលអាក្រក់គឺជាតួយ៉ាងឲ្យយើងឃើញថាយ៉ាងនេះអាក្រក់គួរជៀសវាងឲ្យឆ្ងាយកំហុសរបស់យើងដែលកន្លងទៅហើយក៏អាចទុកជាគ្រូបានដែរគ្រាន់តែសូមកុំឲ្យខុសដដែលប៉ុណ្ណោះដើមឈើព្រៃភ្នំទន្លេសមុទ្រជាដើមបើយើងចេះសម្លឹងមើលយើងនឹងបាននៅចំណេះដឹងចម្រើនបញ្ញាព្រោះថាធម្មជាតិទាំងអស់សុទ្ធតែបើកបង្ហាញនូវការពិតរបស់ខ្លួនមេរៀនជីវិតមើលមនុស្សដោយស្មារតីការសម្លឹងមើលមនុស្សដទៃក្នុងផ្នែកល្អជាសេចក្តីល្អម្យ៉ាងជាការឲ្យកិត្តិយសដល់គេនិងជាការវឹកហាត់តួមានខ្លួនឲ្យជាមនុស្សចិត្តទូលាយមិនឃើញតែពីខ្លួនឯងជាធម្មតាមនុស្សដ៏ច្រើនតែងតែសម្លឹងមើលខ្លួនឯងក្នុងផ្នែកល្អហើយមើលអ្នកដទៃក្នុងផ្នែកអាក្រក់បើយើងរៀនសម្លឹងមើលក្នុងផ្នែកផ្ទុយគ្នាពីមនុស្សដ៏ច្រើននោះវិញជាការប្រសើរណាស់នោះគឺព្យាយាមចាប់កំហុសរបស់ខ្លួនឯងហើយសម្លឹងមើលអ្នកដទៃក្នុងផ្នែកល្អដែលល្មមនឹងឲ្យឃើញបានទាំងនេះដើម្បីកាត់បន្ថយនៅកំហុសរបស់ខ្លួនផងនិងដើម្បីសេចក្តីសប្បាយចិត្តក្នុងជីវិតរស់នៅផងរឿងល្អឬអាក្រក់នៅលើគំនិតមិនមានរឿងអ្វីដែលអាក្រក់នោះទេបើយើងមិនគិតថាអាក្រក់រឿងតែម្យ៉ាងអាក្រក់សម្រាប់មនុស្សម្នាក់ព្រោះគេគិតថាអាក្រក់តែមិនអាក្រក់សម្រាប់មនុស្សម្នាក់ទៀតឡើយព្រោះគេមិនបានគិតដូច្នោះសេចក្តីពិតដូចនេះសម្ដែងឲ្យឃើញថាអាក្រក់ឬមិនអាក្រក់មិនបាននៅនឹងរឿងខាងក្រៅឡើយគឺនៅនឹងការគិតរបស់មនុស្សម្នាក់ការបើដូច្នេះយើងព្រមឲ្យគំនិតរបស់យើងធ្វើអាក្រក់ឲ្យខ្លួនយើងធ្វើអ្វីខ្លាចប្រឡាក់ត្រូវកំប៉ះជ្រូកបបួលរាជសីห์ច្បាំងគ្នាព្រោះច្រណែននឹងកេរ្តិ៍ឈ្មោះរបស់រាជសីห์តែរាជសីห์មិនព្រមច្បាំងព្រោះជ្រូកស្មោកគ្រោកមានខ្លួនប្រឡាក់ដោយលាមករាជសីห์មិនចង់ប្រឡាក់លាមកទើបមិនព្រមច្បាំង
ប្រគល់ជ័យជំនះឲ្យជ្រូកតែគេឈ្មោះរាជសីមិនបានធ្លាក់ចុះឡើយពេលខ្លះមនុស្សល្អក៏ត្រូវចាំបាច់ធ្វើប្រងើយជាមួយមនុស្សអាក្រក់ដែរមិនព្រមប្រឆាំងតបតនេះមិនមែនព្រោះខ្លាចតស៊ូមិនបាននោះទេតែព្រោះខ្លាចដល់ការប្រឡាក់ប្រឡោះនៅគ្រឿងសៅហ្មងផ្សេងនោះឯងស្អប់ក៏ទុកស្រឡាញ់ក៏ទុកបើគេធ្វើមិនល្អជាមួយខ្លួនក៏មិនពេញចិត្តបង្កទុកឲ្យកើតឡើងមួយបែបគឺទុកព្រោះស្អប់មានការលំអៀងទៅខាងផ្នែកអន្ទះសារក្នុងការរុញចេញបើគេធ្វើល្អជាមួយខ្លួនក៏ពេញចិត្តជាប់ជំពាក់ហួងហែងចង់ជួបចង់ឃើញចង់ឲ្យនៅចិត្តនេះជាទុកមួយបែបទៀតព្រោះស្រឡាញ់មានការលំអៀងទៅខាងផ្នែកអន្ទះសារក្នុងការទាញចូលហើយបើមានអ្នកណានិយាយដល់បុគ្គលនោះក្នុងរឿងមិនល្អក៏ឈឺមកដល់ខ្លួនឯងដែរជាការមិនបានសុខទាំងពីរយ៉ាងការបើលះបង់នៅការមិនពេញចិត្តនិងការពេញចិត្តចេញបានដោយមានចិត្តស្ថិតក្នុងឧបេក្ខាញាណរមែងជាឥស្សរៈនិងជាសុខដ៏ល្អិតប្រណិតចង់រួចពីគ្រោះថ្នាក់ត្រូវប្រយ័ត្ននុយទេវតាមកគល់ព្រះសម្មាសម្ពុទ្ធហើយបានក្រាបទូលថាជីវិតនេះតិចណាស់ការជារៀននាំចូលទៅរកសេចក្តីស្លាប់ហើយការតតាំងទប់ទល់ពុំមានឡើយអ្នកឃើញភ័យចំពោះសេចក្តីស្លាប់គួរធ្វើបុណ្យទាំងឡាយដែលនាំសេចក្តីសុខមកប្រគល់ឲ្យព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដោយពាក្យទេវតាខាងដើមដែរតែកន្លែងដែលទេវតាទូលព្រះអង្គថាគួរធ្វើបុណ្យទាំងឡាយនោះព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ផ្សេងដោយឡែកថាអ្នកសម្លឹងសេចក្តីស្ងប់គួរលះបង់នៅលោកាមិសៈទាំងឡាយចោលចេញលោកាមិសៈគឺជានុយរបស់លោកបានដល់អារម្មណ៍ជាទីតាំងនៃដំណេកផ្សេងទេវតាពូលក្នុងបរិយាយថ្នាក់ក្រោមចំណែកព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ត្រាស់ក្នុងបរិយាយថ្នាក់ខ្ពស់ព្រះធម៌ថ្លាស្អាតគួរដល់ការក្រេបផឹកព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថាព្រះធម៌របស់តថាគតដោយទឹកដែលថ្លាស្អាតគួរដល់ការក្រេបផឹកទឹកថ្លាស្អាតអាចងូតនិងបរិភោគរំងាប់នៅភាពក្តៅស្អុះស្អាប់និងការស្រេកឃ្លានបានជាប្រយោជន៍ដល់រូបរាងកាយយ៉ាងណាធម៌របស់ព្រះពុទ្ធអង្គក៏ជាប្រយោជន៍ដល់ចិត្តសន្តានយ៉ាងនោះដែរគឺជាគ្រឿងរំងាប់នៅសេចក្តីក្តៅក្រហាយនិងកំចាត់បង់នៅការស្រេកឃ្លានផ្លូវចិត្តដោយពិតវឹកហាត់សាងឧបនិស្ស័យល្អអ្នកឃើញការឆ្ងាយគួរហាត់លះបង់ម្ដងបន្តិចជាការសាងនៅឧបនិស្ស័យល្អនិងអធិស្ស្រ័យល្អឲ្យដល់ខ្លួនឯងឧបនិស្ស័យនេះនឹងចាក់ឫសសន្សឹមចុះជ្រៅក្នុងសន្តានមានការរឹងមាំមិនងាយនឹងទម្លាយឡើយការយកចិត្តទុកដាក់ក្នុងការទំនុកបម្រុងនិងការបរិច្ចាគលះបង់ក៏រីកផ្សាយសន្សឹមយ៉ាងទូលំទូលាយចេញទៅរហូតអាចធ្វើនៅអំពើដែលមនុស្សទាំងឡាយដទៃធ្វើបានដោយលំបាកដូចជាព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ដែលទ្រង់លះបង់បានគ្រប់យ៉ាងដើម្បីសេចក្តីល្អនិងសេចក្តីសុខរបស់សត្វលោកកុំចង់បានរបស់ដែលអត់អ្វីមានហេតុទើបកើតឡើងមិនមែនអ្នកដទៃគេមិនឲ្យយើងទេនៅសេចក្តីល្អផ្សេងតាមដែលយើងត្រូវការរាល់ថ្ងៃនោះតែព្រោះសេចក្តីល្អនោះមិនមានហេតុនាំឲ្យកើតឡើងទើបសេចក្តីល្អនឹងឯងមិនមានក្នុងអ្នកដទៃនោះជាប្រក្រតីយើងតែងទាស់ចិត្តខាងក្រៅនឹងអ្នកដទៃព្រោះយើងគិតថាអ្នកដទៃមិនឲ្យយើងនៅអ្វីដែលយើងចង់បានប៉ុន្តែបើយើងបានដឹងថាអ្វីដែលមិនមានក្នុងអ្នកដទៃនោះព្រោះមិនមានហេតុមិនមែនព្រោះអ្នកដទៃមិនធ្វើនោះទេដូច្នេះយើងមិនខឹងក្រោធនឹងអ្នកដទៃឡើយសេចក្តីនេះក៏ដូចជាអ្វីដែលមិនមានក្នុងខ្លួនយើងអីចឹងដែរយើងត្រូវការអ្វីពីខ្លួនយើងច្រើនណាស់តែយើងមិនអាចធ្វើឲ្យខ្លួនយើងបានឡើយចាំបាច់និយាយថ្មីដល់ទៅអ្នកដទៃទៀត